បាទសូមជំរាបសួរខ្ញុំឈ្មោះស៊ីណាតជារដ្ឋបាលអង្គការតបៃកុមារសូមជំរាបថាអង្គការតបៃកុមារគឺជាអង្គការមួយដែលយើងផ្ដល់អាហារឲ្យកុមារហើយកុមារដែលមានហានិភ័យបែកុមារសូមតែជាកុមារដែលជួបប្រទះការលំបាកកុមារដែលរែកចាយសុំទានកុមាររស់ស៊ីចំគ្រួសារលក់លាយលក់ខ្ចៅលក់ខ្យងជិះចក់ឡានតាមស្តុបហ្នឹងគឺគាត់មកទទួលសេវាកម្មពីតបៃកុមារអញ្ចឹងនៅក្នុងហ្នឹងគឺតបៃកុមារគឺជួយកុមារណាដែលមានជីវភាពទុនខ្សោយកុមារដែលត្រូវការយើងនៅក្នុងហ្នឹងហើយនៅទីនេះដែរក៏សូមអរគុណទៅដល់ខាងក្រុមហ៊ុន E-Gate ដែលបានជួយដល់ផ្ទះបាយកុមារមានជារពៅមានជាសម្ភារៈផ្ទះបាយមានដូចជាគ្រឿងទេសដែលបានឧបត្ថម្ភមកផ្ទះបាយកុមារអង្គរមីត្រីខទឹកថៃទឹកស្អ៊ីវនេះគឺបានឧបត្ថម្ភមកផ្ទះបាយកុមារមិនថាចែកម្លែកទាំងកម្លាំងកាយនេះគឺទាំងកម្លាំងចិត្តទៀតគឺបានមកជាមួយនឹងគ្នាហ្មងគឺបានឧបត្ថម្ភរពៅគឺយើងយកមកធ្វើម្ហូបឲ្យកុមារផ្ទាល់ហើយនឹងរពៅនឹងទៀតសោតក៏យើងចែកឲ្យកុមារម្នាក់មួយសម្រាប់ទៅចែកដល់គ្រួសាររបស់គាត់បានហូបជុំគ្នាទាំងអស់ហ្នឹងហើយជ្រាបក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណE-Gateម្ដងទៀតដែលបានចូលរួមការងារមនុស្សធម៌នៅក្នុងអង្គការមិនថាតែអង្គការតែបាយកុមារទេគឺមានអង្គការផ្សេងទៀតគឺសង្ឃឹមថាE-Gateនៅតែបន្តសកម្មភាពមនុស្សធម៌នឹងទៀតហើយក៏បានមានជួយមកដល់តែបាយកុមារនេះគឺសង្ឃឹមថាឆ្នាំក្រោយៗទៀតE-Gateនឹងធ្វើតែបាយកុមារទៀតបាទសូមអរគុណ